សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានអីចង់ចែកម្លែកបងប្អូនខ្ញុំបានកំងមកពីថៅប៉ៅមកដែលម៉ោងហ្នឹងវាល្អមែនតើល្អត្រង់ថាពេលជប់ឡើងវាមានពលឺដូចភ្លើងរាត្រីអញ្ចឹងតែគាត់ថាភ្លើងវាហ្នឹងគឺអត់អាចស្រូបបានប្រយុទ្ធតភ្លឺទេតែគាត់ថាវាអាចភ្លឺនៅពេលដែលមុននឹងយើងគេងរយៈពេលហើយជាត្រឹមម៉ោង12ម៉ោង1ហ្នឹងគឺវាចាប់ផ្ដើមអស់ពលឺវិញតែគឺនៅពេលដែលវាជះពលឺមកពេលយប់ហ្នឹងគឺស្អាតតែបងប្អូនស្អាតមែនតើនិយាយទៅខ្ញុំទិញមកទិញពីរប៉ុន្តែគាត់ថាមួយខ្ញុំទិញវាធម្មតាហើយមួយទៀតគឺមួយដែលខ្ញុំកំពុងតែរៀបចំបិទហ្នឹងហើយមួយដែលធម្មតាហ្នឹងគឺខ្ញុំដាក់នៅបន្ទប់ទទួលភ្ញៀវកន្លែងទទួលភ្ញៀវអញ្ចឹងណាគឺខ្ញុំដាក់នៅខាងក្រៅបន្ទប់គេងសម្រាប់មួយនេះខ្ញុំត្រូវការពលឺវាភ្លឺនៅក្នុងបន្ទប់ព្រោះឯសារយប់ឡើងក្នុងបន្ទប់របស់ខ្ញុំវានឹងងាត់អញ្ចឹងណាអញ្ចឹងខ្ញុំទិញម៉ោងនេះមកបានទាំងម៉ោងមើលហើយវាបានទាំងវាមានទាំងពលឺទៀតសម្រាប់បំភ្លឺឲ្យយើងពេលរាត្រីអញ្ចឹងណាហើយនិយាយទៅពីនេះគ្រួសារខ្ញុំគឺចូលចិត្តអីដែលប្លែកគឺក្នុងផ្ទះខ្ញុំរបស់វាប្លែកច្រើនអញ្ចឹងបើសិនជាបងប្អូនឬមិត្តភក្តិអីគាត់មកលេងអញ្ចឹងគឺគាត់តែងតែអត់ចេះរបស់ខ្លះគឺថាគាត់ចេះប្រើប្រាស់ទេដោយសារតែពីអ្នកខ្ញុំគឺប្លែករបស់ប្លែកច្រើននៅក្នុងផ្ទះហើយនិយាយទៅគឺចិត្តដូចគ្នាចូលចិត្តអីប្លែកថ្មីដូចគ្នាចឹងណាហើយគឺយើងតែងតាតនេអញ្ចឹងគឺតែងតែជីកទៅរកអ្វីដែលថ្មីប្លែកសម្រាប់យកមកដាក់នៅក្នុងផ្ទះវានិយាយទៅមកគឺវាអត់ជាថ្លៃប្រហែលទេវាហើយក៏វាមិនថោកពេកដែរមិនល្មមតម្លៃវាសមរម្យដែរយើងអាចទិញបានធៀបទៅនៅស្រុកខ្មែរក៏មានផេកមួយចំនួនដែលគាត់លក់ដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំកំងតាំងពីផ្ទះខ្ញុំមិនទាន់ធ្វើហើយខ្ញុំកំងពីថៅប៉ៅមកអញ្ចឹងបងប្អូនចង់បានប្រភេទជាម៉ោងចេញបងប្អូនអាចទិញនៅស្រុកខ្មែរបានគឺគេមានលក់ហើយវាល្អមែនតើអញ្ចឹងសម្រាប់ខ្ញុំទាំងស្អាតទាំងបានមើលម៉ោងហើយបានទាំងពលឺអញ្ចឹងបងប្អូនអាចមើលបាននៅពេលដែលខ្ញុំដេក័ររៀបវា